សម្រាប់ស្រុកជើងត្រង់យើងមានធានាការទប់ស្កាត់ទី1គឺថាក្មេងទំនើងយើងបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកកងរាជអាវុធហត្ថជាពិសេសជាមួយនឹងសហការជាមួយនឹងឲ្យវិជាការពារចូលរួមដើម្បីទប់ស្កាត់ក្មេងទំនើងទី1យើងមានវិធានការល្បាតគ្រប់ម៉ោងគ្រប់ពេលតែម្ដងហើយចំពោះកិច្ចការងារពាក់ព័ន្ធនឹងគ្រឿងញៀននេះទៀតរដ្ឋបាលស្រុកស្ទឹងត្រង់របស់យើងមានសកម្មភាពចំនួន10ចំណុចដែរដើម្បីធ្វើការផ្សព្វផ្សាយក៏ដូចជាអប់រំទៅដល់យុវជនមួយចំនួនដែលគាត់ប្រើប្រាស់គ្រឿងញៀនក៏ដូចជាពាក់ព័ន្ធនឹងគ្រឿងញៀនទី1គឺយើងបានសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីយើងចូលរួមសហការជាមួយគ្នាធ្វើការផ្សព្វផ្សាយទី1យើងដាក់ប្រធានបទសំខាន់មែនទែនគឺរាល់ប្រធានបទគ្រឿងញៀននេះគឺយើងទៅដាក់ចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំត្រូវយកប្រធានបទគ្រឿងញៀននេះពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនតើផ្សព្វផ្សាយទៅដល់បងប្អូនជាពលរដ្ឋរបស់យើងហើយមួយទៀតគឺយើងបានសហការជាមួយនឹងការិយាល័យអប់រំស្រុកដើម្បីចុះទៅអប់រំទៅដល់សិស្សនៅតាមសាលានៅតាមវិទ្យាល័យអនុវិទ្យាល័យផ្សេងទៀតនៅក្នុងស្រុកទឹងត្រង់យើងអប់រំអំពីការប្រើប្រាស់គ្រឿងញៀនវាប៉ះពាល់ដល់សុខភាពដល់បងប្អូនប្រជាពលរដ្ឋហើយប៉ះពាល់ដល់អនាគតកូនរបស់យើងទៀតហើយមួយវិញទៀតសម្រាប់នឹងការងារបន្តទៅទៀតខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមសហគមន៍អាជ្ញាធរមូលដ្ឋានយើងត្រូវចូលរួមសហការទាំងអស់គ្នាមិនមែនថាបោះនរណាម្នាក់ទេសំខាន់គឺយើងត្រូវចូលរួមសហការគ្នាជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចហើយយើងត្រូវលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យចូលរួមសហការនិងរាយការណ៍ជូនអំពីករណីជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានសហគមន៍របស់ខ្លួនបាទហើយមួយវិញទៀតសម្រាប់នឹងបញ្ហាគ្រឿងញៀននេះទៀតយើងត្រូវចុះផ្សព្វផ្សាយមានលក្ខណៈច្រើនដូចជាផ្សព្វផ្សាយតាមប្រព័ន្ធសង្គមផ្សេងខិត្តប័ណ្ណផ្សេងហើយទី1ទៀតគឺខ្ញុំបានសហការជាមួយនឹងលោកគ្រូចៅអធិការនៅតាមបណ្ដាវត្តពេលលោកទេសនាឲ្យយកប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀននេះចូលអប់រំដល់ពុទ្ធបរិស័ទក៏ដូចជាយុវជននៅចំនួនក្រោយសិស្សហ្នឹងយើងអាចឲ្យគាត់យល់ជ្រាបជ្រាបអំពីការប្រើប្រាស់គ្រឿងញៀនហ្នឹងពាក់ព័ន្ធតាមប្រព័ន្ធពុទ្ធសាសនាក៏យើងត្រូវតែសហការគ្នាជាមួយគ្នាដែរកិច្ចការងារហ្នឹងបាទ